បាទជំរាបសួរបងប្អូនបាទសាជាថ្មីពីសម័យថ្មី channel YouTube ដែលបង្រៀនលេខអកដងបាទកាប់ដៅបងប្អូនណាឲ្យឆាប់ចេះលេខអញ្ចឹងវីដេអូមុនខ្ញុំបានបង្ហាញវីដេអូបាទអាကွာ master ដូរហូតដល់ C បាទដូ master រហូតដល់ C master វីដេអូទី2ហ្នឹងគឺបាទដូ minor រហូតដល់ C minor បាទអញ្ចឹងបានវីដេអូ2បានកន្លងផុតទៅហើយអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពួក yes ម្ដងបាទ yes ហើយនឹង bemol បាទអញ្ចឹងបញ្ជាក់បងប្អូនណាបាទសម្រាប់ yes និង bemol ស្មើគ្នាបាទ yes bemol ស្មើគ្នាខ្ញុំបានបង្ហាញគ្រាប់នៅមេរៀនទី1ទី2ទី3មានហើយបាទអញ្ចឹងសម្រាប់ដូ yes នេះបាទដូ yes វាស្មើនឹងអីបងប្អូនដឹងហើយបាទស្មើនឹង re bemol បងប្អូនណាបាទដូ yes នឹងស្មើ re bemol បាទហើយ re yes នឹងស្មើ mi bemol អញ្ចឹងគ្រាប់ហ្នឹងបាទទៅពេលយើងចាប់ដាក់មកប្រាប់អកយើងនិយាយពីអកវិញបាទយើងហៅដូ yes ក៏បានបាទហៅ re bemol ក៏បានបងប្អូនណាឥឡូវថ្ងៃនេះខ្ញុំបង្ហាញតែ yes ម្ដងបាទខ្ញុំហាន់តែ yes ម្ដងបាទបងប្អូនដឹងហើយបាទ yes bemol នៅជាមួយគ្នាបាទអញ្ចឹងគ្រាប់តែមួយទេបងប្អូនណាអញ្ចឹងថ្ងៃនេះខ្ញុំបង្ហាញពីដូ yes រហូតដល់បាទ la yes បាទយើងមានដូ yes re yes fa yes sol yes ហើយនិង la yes អកទាំង5តែម្ដងតាចាប់ដើមអកដូ yes បាទដូ yes master បាទដូ yes master មានដូបាទមានដូបាទដូ yes បាទមានដូ yes ហើយនិង fa ហើយនិង sol yes បាទដូ yes fa ហើយនិង sol yes អាហ្នឹងគេហៅអកដូ yes master បាទដូ yes master បងប្អូនណាចាប់ដូចគ្នាមកដូ fa ហើយនិង sol yes បាទនេះដូ yes master បងប្អូនណាបាទគេហៅដូ yes master អូខេដូ yes master យើងអាចហៅមួយទៀតបានគឺ re bemol បាទ re bemol បងប្អូនណាបាទ re bemol ដូ yes ក៏បាន re bemol ក៏បានអូខេសម្រាប់ដូ yes master អូខេបន្តមកបាទ re yes master ហ្នឹងបាទមានគ្រាប់ re yes បាទ re yes នេះហើយនឹងគ្រាប់ sol ហើយនឹងគ្រាប់ la yes បាទ re yes sol ហើយនឹង la yes អញ្ចឹង3គ្រាប់ហ្នឹងគឺខ្លាចជាអកដូ yes master បាទ re yes sol ហើយនឹង la yes បាទនេះចាប់ដូចគ្នាមកបាទនេះបងប្អូនណាបាទដូ yes master អូខេបាទដូ yes master អញ្ចឹងវាស្មើ mi bemol បងប្អូនណាស្មើ mi bemol ហៅមួយទៀតហៅ mi bemol បាទតែយើងថ្ងៃនេះខ្ញុំហាន់ yes សតហ្មងអូខេបន្តមក fa yes master ហ្នឹងមាន fa គ្រាប់ fa yes បាទគ្រាប់ fa yes master ហ្នឹងមានគ្រាប់ fa yes la yes ហើយនឹងដូ yes បាទ fa yes la yes និងដូ yes អញ្ចឹង3គ្រាប់ហ្នឹងវាខ្លាចជាអកfa yes master បាទនេះបាទ fa yes master បងប្អូនណានេះ fa yes master មាន3គ្រាប់ហ្នឹងបាទ fa yes la yes ហើយនឹងដូ yes អញ្ចឹង3គ្រាប់ចូលគ្នាខ្លាចជាអក fa yes master អូខេបន្តមកទៀតបាទ sol yes master ហ្នឹងអក fa yes sol yes master ហ្នឹងគឺមានអក sol yes មានគ្រាប់ yes គ្រាប់ sol yes បាទបន្តមកគ្រាប់ដូបាទគ្រាប់មកគ្រាប់ re yes បាទម្ដងទៀតអក fa yes master សំទោសគ្រាប់ sol yes master អក sol yes master បាទអក sol yes master នេះមានគ្រាប់ sol yes បាទគ្រាប់ដូហើយនឹងគ្រាប់បាទ re yes បងប្អូនណាអញ្ចឹងជប់3គ្រាប់មកគឺអកបាទ sol yes master បាទ sol yes master យើងហៅមួយទៀតបាន la bemol បាទយើងហៅពីរហ្នឹងបានបាទយើងហៅទាំងពីរបានហ្នឹងបងប្អូនណាបាទអញ្ចឹងគេសួរខ្ញុំថាអាហ្នឹងអកអីអក sol yes master អញ្ចឹងមួយទៀតគេហៅអី la bemol ណាដូចគ្នាបងប្អូនណាបាទដូចគ្នាទេអញ្ចឹងសម្រាប់នេះយើងហៅថា sol yes master ឬមួយក៏ la bemol អូខេបាទបន្តមកបាទមួយគ្រាប់ទៀតអាកដល់អាក la yes ហើយបាទអាក la yes ហ្នឹងមានគ្រាប់បាទអាក la yes មានគ្រាប់ la yes មាន re ហើយនឹងមាន fa អញ្ចឹង3គ្រាប់ហ្នឹងខ្លាចជាអាក la yes master មាន la yes មាន re មាន fa អូខេយើងដាក់ la yes re fa មកបាទនេះបងប្អូនណា la yes re ហើយ fa អាហ្នឹងគេហៅថា la yes master បាទ la yes master អញ្ចឹងយើងអាចហៅមួយទៀតបាន c bemol បងប្អូនណា c bemol យើងហៅមួយទៀតបាន c bemol គឺគ្រាប់ហ្នឹងអូខេអញ្ចឹងអស់ហើយសម្រាប់5អក្សរហ្នឹងគឺមានដូ yes master បាទ re yes master fa yes master sol yes master ហើយនឹង la yes master ឬមួយក៏យើងហៅមកបែបទៀតបាទឈ្មោះវាមាន2 re bemol បាទ re bemol master mi bemol master បាទបន្តមក fa sol bemol master la bemol master ហើយនឹង si bemol master បងប្អូនណាអញ្ចឹង5អក្សរនេះបាទ5អក្សរយើងអាចហៅពីឈ្មោះបានបងប្អូនណាអញ្ចឹងបងប្អូនដឹងហើយបាទអរគុណ